ខ្ញុំគិតថាគោលដៅរយៈពេលវែងឬមួយក៏អ្វីចង់បានគឺជាគ្រាន់តែវាជា direction ជាផ្លូវមួយដែលយើងត្រូវដើរទៅទេប៉ុន្តែអ្វីដែលសំខាន់គឺការរស់នៅប្រចាំថ្ងៃរបស់យើងប្រចាំសប្តាហ៍ប្រចាំខែប្រចាំឆ្នាំរបស់យើងថាតើវាផ្សារភ្ជាប់គ្នាជាមួយនឹងគោលដៅរយៈពេលវែងដែលយើងបានកំណត់នឹងអត់យើងសាកសួរខ្លួនឯងមើលតើការរស់នៅប្រចាំថ្ងៃរបស់យើងនឹងវាផ្សារភ្ជាប់វាដឹកនាំយើងទៅរកគោលដៅដែលយើងបានកំណត់រយៈពេល4-5ឆ្នាំឬមួយក៏5-10ឆ្នាំអីចឹងទៅតើវាទាញយើងទៅរកគោលដៅយើងឬមួយក៏អត់បើសិនជាអត់ទេយើងឆាប់ទាញយើងត្រឡប់មករកគោលដៅមករកអ្វីដែលយើងត្រូវធ្វើវិញមកអញ្ចឹងហើយថងចំណុចនេះវាសំខាន់មែនតើអ្នកនរគ្នាសម្រាប់យើងនៅពេលដែលយើងមានគោលដៅមានបំណងប្រាថ្នាមានក្តីសម័យមានអ្វីដែលយើងចង់ធ្វើមានអ្វីដែលយើងចង់ខ្លាយទៅជាអ្វីដែលយើងចង់បានគឺវាសំខាន់ខ្លាំងមែនទែនបើទោះបីជាពេលខ្លះយើងធ្វើដំណើរទៅវាអាចរៀងវែងតិចតួចក៏យើងអាចទាញខ្លួនឯងមកវិញបានដែរអញ្ចឹងហើយវាសំខាន់នៅពេលដែលយើងមានគោលដៅរបស់យើងផ្ទាល់បើសិនជាអ្នកទាំងអស់គ្នាអត់ដឹងថាខ្លួនឯងចង់ធ្វើអីទេខ្ញុំ recommend ឲ្យចូលរួមជួបជុំជាមួយនឹងមនុស្សល្អស្ដាប់ដោះដូរបទពិសោធន៍មួយគេទៅហើយអានសភៅមួយណាក៏ល្អដែរបើសិនជាយើងចង់អភិវឌ្ឍរកឃើញខ្លួនឯងយើងអានសភៅដែលតាក់ទងជាមួយនឹងការអភិវឌ្ឍខ្លួនឯងទៅវាពិតជាមានគំនិតច្រើនមែនតើសភៅមួយអ្នកខ្លះគឺចំណាយពេលសឹងតែមួយជីវិតដើម្បីសរសេរអញ្ចឹងទៅខ្ញុំមានសភៅមួយដែរសភៅនេះវាតាក់ទងជាមួយនឹងការតំណាក់តំណងឯងប៉ុន្តែវាល្អខ្លាំងព្រោះសភៅនេះវាចំណាយពេលច្រើនឆ្នាំនៅក្នុងការសរសេរហើយអានទៅវាមានអត្ថន័យវាអាចធ្វើឲ្យយើងមានគំនិតច្រើនខ្លាំងមែនតើអ្នកនរគ្នាចឹងហើយការអានសភៅគឺវាសំខាន់ខ្លាំងមិនត្រឹមតែធ្វើឲ្យយើងទទួលបានចំណេះដឹងទេវាធ្វើឲ្យជីវិតរបស់យើងវាមានអារម្មណ៍ល្អប្រសើរឡើងវិញវាកាត់ stress វាអីវាគេងលក់ស្រួលវាមានច្រើនជាងនឹងទៀតហើយមួយវិញទៀតសម័យនេះគឺសម័យបណ្ដាញសង្គមហើយយើងងាយមែនតើនៅពេលដែលយើងតាមដាន follow ចុចមើលទៅលើមនុស្សដែលវិជ្ជមាននៅពេលនោះមិនយូរមិនឆាប់យើងក៏នឹងរកឃើញខ្លួនឯងគឺដឹងថាយើងចង់ខ្លាយទៅជាចង់ខ្លាយទៅដូចអ្នកនេះចង់ខ្លាយទៅដូចអ្នកនោះតែមិនមានន័យថាយើងត្រូវតែ copy គេណាអ្នកគ្នាពេលខ្លះយើងចង់ខ្លាយខ្លួនឲ្យដូចជាគេប៉ុន្តែវាតាម version របស់យើងវាតាមរបៀបរបស់យើងវាអាចលេចធ្លោតាមរបៀបរបស់យើងអីចឹងទៅអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេអ្នកគ្នាព្យាយាមស្វែងរកខ្លួនឯងបើសិនជាអត់ទាន់ស្វែងរកខ្លួនឯងទេឃើញទេហើយបើសិនជាអាចស្វែងរកខ្លួនឯងឃើញហើយក៏កុំប្រអាក់ប្រអង់កុំស្ទាក់ស្ទើរអីនៅពេលដែលយើងអាចស្វែងរកខ្លួនឯងឃើញរកឃើញគោលដៅរបស់ខ្លួនឯងមានន័យថាយើងពាក់កណ្ដាលផ្លូវដែលយើងត្រូវទៅឯងអញ្ចឹងសម្រុកទៅកុំងាកក្រោយកុំសង្ស័យលើខ្លួនឯងថាអញធ្វើបានអត់ឬមួយក៏អីអត់សម្រុកទៅមុខទៅកុំថយក្រោយខ្ញុំមានតែប៉ុណ្្នឹងទេអ្នកនរគ្នា